បាទសួស្តីបងប្អូនទី12ដែលទើបតែប្រឡងទាំងជាប់និងមិនជាប់ហើយឆ្នាំនេះមហាវិទ្យាល័យវិទ្យាសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបើកថ្នាក់បច្ចេកទេសមួយដែលរៀន2ឆ្នាំដែលយើងឲ្យឈ្មោះថាបរិញ្ញាបត្រវិស្វកម្មគ្រប់គ្រងទឹកស្អាតនិងបណ្ដាញទឹកក្នុងអគារដែលពីមុនយើងឲ្យឈ្មោះថាថ្នាក់បច្ចេកទេសហើយថ្នាក់បច្ចេកទេសនេះដែរគឺយើងបើកស្របនឹងតម្រូវការនៃធនធានមនុស្សខាងកម្រិតបច្ចេកទេសទៅលើការគ្រប់គ្រងទឹកស្អាតក៏ដូចជាការតបណ្ដាញទឹកនៅក្នុងអគារនានានៅក្នុងកម្មវិធីនេះដែរនឹងផ្ដល់ឲ្យជំនាញ2ដោយបានបញ្ជាក់នេះគឺទី1គឺមូលដ្ឋានគ្រឹះដល់អ្នកបច្ចេកទេសនៅក្នុងការគណនាទំហំផលិតកម្មហាងប្រព្រឹត្តកម្មបាទក៏ដូចជាការគណនានៅទំហំទយោបណ្ដាញទយោក៏ដូចជាប្លង់នៅក្នុងការពង្រីកនៅការគ្រប់គ្រងទឹកនៅក្នុងតំបន់ក៏ដូចជានៅក្នុងទីប្រជុំជននានាដែលកំពុងអនុវត្តនៅតាមសេវាករទឹកស្អាតទូទាំងប្រទេសហើយជំនាញមួយទៀតនោះគឺបងអូនទទួលបានជំនាញបច្ចេកទេសទាក់ទងនឹងការគណនាទៅលើទំហំទយោក៏ជាការបង្វែរប្រព័ន្ធទឹកនៅក្នុងអគារហើយការថែទាំនានាជាពិសេសមួយទៀតគឺការជ្រើសរើសនៅម៉ូតូបូមដែលសម្រាប់ជំរុញទឹកទៅដល់អគារដែលមានកម្ពស់ខ្ពស់ទាំងនេះហើយគឺជាអ្វីដែលបងប្អូនរៀនសូត្រនៅក្នុងជំនាញបច្ចេកទេសឬក៏គេហៅថាបញ្ញាបត្រវិស្វកម្មគ្រប់គ្រងទឹកស្អាតនិងបណ្ដាញទឹកក្នុងអគារលក្ខណៈពិសេសនៃកម្មវិធីបច្ចេកទេសនេះគឺយើងរៀន2ឆ្នាំឆ្នាំទី1បងប្អូនរៀននៅសាលាផ្ទាល់ដែលយើង focus ខ្លាំងទៅលើការអនុវត្តជាក់ស្ដែងក្នុងមន្ទីរពិសោធន៍គ្រប់គ្រងទឹកស្អាតហើយឆ្នាំទី2បងប្អូនចុះហាត់ការជាក់ស្ដែងជាមួយនឹងក្រុមហ៊ុនក៏ដូចជាសេវាករទឹកស្អាតនានាទូទាំងប្រទេសដែលជាដៃគូដើម្បីរៀនសូត្រហើយទៅសេជារបាយការណ៍ដើម្បីពង្រឹងជាមួយនឹងតម្រូវការនៃមុខជំនាញផ្សេងៗហើយសរសេរជារបាយការណ៍ដើម្បីបញ្ចប់នៃការសិក្សារបស់យើងបាទហើយចំណុចមួយទៀតនោះគឺបងរៀនជាមួយគ្រូដែលមានបទពិសោធន៍ជាក់ស្ដែងទៅលើការងារគ្រប់គ្រងទឹកស្អាតក៏ដូចជាបណ្ដាញទឹកក្នុងអគារដែលគាត់កំពុងតែអនុវត្តជាមួយនឹងក្រុមហ៊ុននានាផងដែរមួយទៀតអ្នកកំពុងបម្រើការតាមប្រតិបត្តិការឬក៏សេវាករទឹកស្អាតទូទាំងប្រទេសគ្រប់គ្រងទឹកស្អាតទូទាំងប្រទេសអាចមកចុះឈ្មោះចូលរៀនបានបាទដែលយើងចំណាយពេល1ឆ្នាំហើយបន្ទាប់មកយើងទៅធ្វើការនៅកន្លែងដែលគាត់កំពុងធ្វើការនៅស្រាប់ដែលចំណុចពិសេសមួយទៀតគឺបើសិនជាចុះឈ្មោះតាមរយៈសមាគមគ្រប់គ្រងទឹកស្អាតនៃប្រទេសកម្ពុជាយើងហៅថា CWA Cambodia Water Supply Association គឺមានការបញ្ចុះតម្លៃ 15% នៃថ្លៃសិក្សាហើយយើងបានចុះអនុសាសនយោគយល់រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជាមួយនឹងសមាគមហើយក៏ជាមួយនឹងក្រុមហ៊ុន KK Pai Cambodia ផងដែរដែលបើកច្រកឲ្យយើងសហការគ្នាដើម្បីធ្វើម៉េចឲ្យជំនាញនេះគឺកាន់តែមានប្រសិទ្ធភាពគឺដល់ឲ្យនិស្សិតនៅគុណភាពហើយក៏ដូចជាឱកាសនៅក្នុងការទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សាហើយមួយទៀតអ្នកដែលមានបាក់ឌុបបើករណីដែលបងអូនមានសញ្ញាបត្របាក់ឌុបអញ្ចឹងដូចយើងដឹងថាកម្មវិធីនេះគឺកម្មវិធីបច្ចេកទេសនេះគឺបងអូនមានសញ្ញាបត្រក៏បានមិនមានសញ្ញាបត្រប៉ុន្តែបើសិនជាមានសញ្ញាបត្រនៅពេលដែលបងអូនបញ្ចប់នៅការសិក្សា2ឆ្នាំហ្នឹងបងអូនអាចធ្វើតេស្តដើម្បីតទៅថ្នាក់វិស្វករនៅមហាវិទ្យាល័យវិទ្យាសាស្ត្រផ្ទាល់គឺគេហៅឈ្មោះថាវិស្វកម្មទឹកនិងបរិស្ថានដែលក្នុងហ្នឹងគឺយើងអាចមានឱកាសធ្វើតេស្តជាប់យើងចូលទៅរៀនផ្ទាល់ហើយបើសិនជាតាមច្រកនេះគឺបងចំណេញនេះគឺនៅពេលដែលយើងរៀន2ឆ្នាំថ្លៃសិក្សារបស់យើងនៅថ្នាក់បច្ចេកទេសគឺទាបបាទហើយនៅពេលដែលយើងចប់យើងអាចតទៅថ្នាក់វិស្វកម្មយើងអាចតែរៀនតែ3ឆ្នាំទៀតគឺយើងអាចទទួលបានសញ្ញាបត្រវិស្វករដោយនិស្សិតដែលគាត់ចូលទីនោះធម្មតាប៉ុន្តែលក្ខខណ្ឌគឺធ្វើតេស្តជាប់ហើយឱកាសការងារបន្ទាប់ពីចប់ការសិក្សាដោយសារតែកម្មវិធីនេះគឺបើកដើម្បី
បណ្ដុះដាលធនធានមនុស្សគឺស្របទៅតាមតម្រូវការទីផ្សារការងារទៅលើវិស័យគុណទឹកស្អាតដែលយើងមានទំនាក់ទំនងតាមរយៈការចុះអនុសារយោគយល់ការធ្វើការជាមួយនឹងដូចជាសមាគមគ្រប់គ្រងទឹកស្អាតជាមួយនឹងក្រុមហ៊ុន KK Pai យើងកំពុងតែធ្វើការជាមួយនឹងរដ្ឋកទឹកក៏ដូចជាជាយុទ្ធសាស្ត្រទឹកស្អាតដើម្បីជំរុញបង្កើនធនធានមនុស្សធ្វើការលើជំនាញហើយនៅពេលដែលបងចប់ដោយលោកគ្រូបានរៀបរាប់ពីដើមរៀនមួយឆ្នាំចប់ហាត់ការមួយឆ្នាំអញ្ចឹងយើងមានឱកាសនៅពេលដែលយើងចប់យើងអាចមានឱកាសធ្វើការជាមួយនឹងសេវាករនានាដែលគាត់ធ្វើការនៅតាមទូទាំងប្រទេសហើយបងអាចធ្វើការជាមួយនឹងក្រុមហ៊ុនមកការសំណង់តាក់ទងអីគឺការតម្លើងអំណាចទឹកក្នុងអាគារការថែទាំនានានៅក្នុងអាគារមួយដែលគេត្រូវការហើយមួយទៀតការតម្លើងនៅថែទាំនៅម៉ាស៊ីនបូមនេះក៏ជាឱកាសការងារហើយមួយទៀតគឺអង្គការដែលធ្វើការទៅលើវិស័យ WASH គេហៅថាទឹកស្អាតនិងអនាម័យប្រទេសបាទហើយក៏មានឱកាសការងារធ្វើការជាមួយនឹងក្រុមហ៊ុនដែលផលិតឬក៏ផ្គត់ផ្គង់នៅសម្ភារៈផ្គត់ផ្គង់ទឹកស្អាតក៏ដូចជាសម្ភារៈទៅយកផ្សេងៗកសិកម្មផងដែរក៏បងមានឱកាសសម្រាប់ធ្វើការជាមួយពួកគាត់បាទបន្ទាប់ពីការបង្ហាញត្រួសបងអាចស្វែងយល់បន្ថែមនៅកម្មវិធីនេះទៅលើเพจរបស់យើង website របស់មហាវិទ្យាល័យតាមរយៈwebsite របស់ជាស្ថានភាពកម្ពុជាតហើយមកចុះឈ្មោះរៀននៅវិទ្យាស្ថានភាពជាតិបាទអញ្ចឹងសូមកុំឲ្យឱកាសនេះកន្លងផុតទៅព្រោះតម្រូវការជំនាញហើយជាពិសេសតម្លៃនៃការសិក្សាថ្នាក់បច្ចេកទេសគឺមានតម្លៃទាបតែមួយឆ្នាំតែ350ទេសម្រាប់និស្សិតបរិបហើយ250សម្រាប់និស្សិតនារីដែលយើងលើកកម្ពស់នារីសម្រាប់ក្នុងវិស័យរបស់ខ្ញុំផងដែរ